កុំគិតរហូតដល់ stress ស្អីអត់កើតបញ្ហាអ្នកណាក៏ជួបប្រទះដែរមិនថាប្រុសមិនថាស្រីមិនថាភេទទី3មិនថាអាយុប៉ុណ្ណាទេសុទ្ធតែមានបញ្ហាសុទ្ធតែជួបបញ្ហាទាំងអស់ប៉ុន្តែទោះថាយើងដោះស្រាយបែបណាខ្ញុំអត់និយាយពីការដោះស្រាយឥឡូវនិយាយពីដើមហេតុវិញថាយើងគួរធ្វើម៉េចយើងកុំគិតវារហូតដល់ថ្នាក់ធ្វើឲ្យខ្លួនឯង stress យល់ទេពេលខ្លះរឿងហ្នឹងវាមិនធំដុំទេប៉ុន្តែយើងទៅជួបវាដំបូងយើងគិតថាវាធំជាងតាមទៅមានគេរាប់រយនាក់ដែលជួបមុនយើងទៀតរឿងហ្នឹងទៅតែយើងជួបហ្នឹងហើយពេលយើងជួបវាដំបូងទៅយើងគិតថាវាធំយើងដោះអត់ចេញយើងដែរធ្លាប់អារបៀបថាគ្រូដាក់លំហាត់មកឲ្យធ្វើរបៀបថាដាក់លំហាត់មកធ្វើគឺធ្វើអត់ចេញយកមកធ្វើចេញហ្មងមកយកតបឬហ្នឹងឯងធ្វើគិតហ្នឹងគិតអត់ចេញទេធ្វើអត់ចេញហ្មងដោយសារយើងទៅជួបលំហាត់ដំបូងដល់ពេលស្អែកឡើងយកលំហាត់ទៅសួរគ្រូគាត់និយាយពីវាមកយើងច្រឡំអញ្ចឹងហ៎យល់អត់គឺពេលខ្លះបញ្ហាវាដោយសារយើងនឹងវាជួបវាទៅតែជួបដំបូងក៏ថាបានហើយមួយទៀតអាចនឹងយើងនឹងនៅក្នុងបញ្ហាហ្នឹងយើងក្នុងបញ្ហាហ្នឹងហ្មងដល់ពេលយើងនៅក្នុងបញ្ហាយើងមើលអត់ឃើញពីបញ្ហាទេព្រោះយើងនៅជាមួយគ្នាដល់ពេលយើងវាមើលអត់ព្រមទៅទេដល់ពេលយើងសាកយកយើងចេញពីបញ្ហាហ្នឹងហើយយើងមើលទៅលើបញ្ហាហ្នឹងយល់ទេមិនយើងយ៉ាងនេះដល់ពេលយើងចេញពីបញ្ហាហើយយើងមើលម្ដងទៀតទៅលើបញ្ហាហ្នឹងយើងអាចនឹងរកដំណោះស្រាយបានទៅតាមហ្នឹងហើយពេលខ្លះកុំលាក់ទុកម្នាក់ឯងបញ្ហាព្រោះថាយើងមិនអាចដោះស្រាយបានទាំងអស់ទេហើយពេលទុកម្នាក់ឯងហ្នឹងវារឹតតែ stress ថែមទៀតយើងរឹតតែមួយក្បាលក្នុងហ្នឹងយល់យើងដកក្បាលចេញពីបញ្ហាហ្នឹងរួចយល់អញ្ចឹងហើយព្យាយាមបញ្ហាខ្លះអាចនឹងពិភាក្សាជាមួយអ្នកដទៃឬក៏ប្រាប់គេទៅថាយកគេមានវិធីដោះស្រាយដែលល្អជាងនឹងដែលល្អជាងយើងហ្នឹងហើយដោយសារពេលខ្លះរឿងទាំងអស់ដែលយើងជួបបញ្ហាទាំងអស់ដែលយើងជួបយើងមិនមែនជាមនុស្សដំបូងបំផុតក្នុងโลกដែលជួបទេយល់យើងត្រូវយល់អញ្ចឹងបញ្ហាដែលយើងជួបក្នុងបច្ចុប្បន្ននេះយើងមិនមែនជាមនុស្សដំបូងដែលជួបបញ្ហាហ្នឹងទេមានមនុស្សដែលជួបហើយអញ្ចឹងយើងសាកទៅនិយាយប្រាប់គេមើលថាខ្លាចលោកគេអាចធ្លាប់ជួបបញ្ហាហ្នឹងហើយគេមានវិធីដោះស្រាយបែបណាអញ្ចឹងទៅហ្នឹងហើយអាហ្នឹងទាក់ទងនឹងរឿងចែកលេខបញ្ហាគេដឹងផងណាដើម្បីឲ្យគេជួយដោះស្រាយយើងហ្នឹង the best